នេះមកបងប្អូនពាំងសីផ្អែមបាទពេលយើងដាក់ទឹកវាខ្លះចេះគឺវាដុះមកបងប្អូនហើយត្រូវភ្លៀងប្រហែលមេទៀតនិយាយទៅធំដល់កនេះបាទនេះបងប្អូនបាទនោះដុះមួយនេះមួយទៀតយើងអាចយកទៅធ្វើស្លអីបានមួយសែតកាច់វាមកถ้าបានជាក្បាត់មកកាច់វាអញ្ចឹងទៅម្ដងបាទមកទៅជាស្អែមទៅម្ដងហើយបាទអញ្ចឹងពុកម៉ែបងប្អូនអាស័យឬផ្អែមនេះគឺវាមានសារៈសំខាន់ជាច្រើនយើងអាចយកស្លយើងអាចកាត់យកធ្វើអីផ្សេងបានបាទគឺមកអែមតែម្ដងបាទគឺអត់ពិបាកទេបាទក្នុងការកែច្នៃការធ្វើវិស័យនេះបាទវិស័យគឺថាមានសារៈសំខាន់ច្រើនតែមែនទែនបាទ